បើចង់ខ្ញុំចេញវីដេអូលឿនគ្នាយើងកុំភ្លេចចុច Sub បើកសញ្ញាកណ្ដឹងចុច Like និង Comment ឲ្យបានច្រើនផងផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំឬបើយើងក៏បានបន្តនៅពេលដែលសិនយន្តបានជួយឈ្នះនៅក្នុងការប្រកួតមួយនឹងហើយអាកត់នោះក៏បានចាត់ទុកសិនយន្តគឺជាសត្រូវរបស់វាក៏ដូចជាគុំសិនយន្តតុកសេចក្ដីថានឹងសម្រាប់សិនយន្តនៅថ្ងៃណាមួយតទៅបានឬបើយើងក៏បានកាត់ទៅដល់នៅពេលដែលសិនយន្តធ្វើដំណើរជាមួយនឹងក្រុមគ្នារបស់ខ្លួនដើម្បីទៅកន្លែងសម្រាប់រៀងៗខ្លួនបន្ទាប់ពីបានយកឈ្នះក្នុងការប្រកួតជាក្រុមបែបនេះហើយពួកគេក៏ទទួលបានប្រអប់ម្យ៉ាងដែលជាសមិទ្ធផលរបស់ក្រុមពួកគេជាលើកដំបូងប៉ុន្តែយកតដឹងនោះទេថាក្នុងប្រអប់នឹងមានអីគេហើយកំពុងតែដើរសុកចែចែនោះក៏សួរទៅកាន់សិនយន្តដែលហៅឈ្មោះរបស់សិនយន្តស្មើអាកត់នោះបន្ទាប់ពីលើថាចែចែនឹងហៅឈ្មោះរបស់សិនយន្តស្មើបែបនេះអាកត់នឹងក៏ថាឲ្យនាងតែម្ដងអត់ត្រូវហៅសិនយន្តស្មើបែបហ្នឹងនោះទេត្រូវហៅគាត់ថាបងធំនាងក៏ប្រោពាក្យសម្ដីហៅសិនយន្តថាជាបងធំវិញហើយនាងក៏មានសំណួរមួយសួរទៅកាន់សិនយន្តសួរថាសិនយន្តគឺជាអ្នកដែលយកឈ្នះអាប៉ែហ្វុងស៊ីហ្នឹងមែនហើយបើលបងឯងនឹងបានយកឈ្នះគេហើយថែមទាំងបានយកនៅការចេញពីក្នុងដៃរបស់គេបានទៀតនោះហើយអីបានជឿលបងសុខចិត្តនិយាយធ្វើដូចជាខ្លួនឯងជាអ្នកចាញ់ទៅវិញសិនយន្តក៏បានឆ្លើយតបប្រាប់ទៅនាងវិញដោយក្នុងការប្រកួតប្រយុទ្ធជាមួយនឹងអាប៉ែហ្វុងស៊ីហ្នឹងសិនយន្តគឺអត់បានផ្ដួលអាកត់ហ្នឹងផ្ទុកទៅនឹងដីនោះទេហើយហេតុនេះហើយទើបសិនយន្តមិនបានទទួលស្គាល់នោះឡើយថាខ្លួនឯងគឺយកឈ្នះអាប៉ែហ្វុងស៊ីហ្នឹងប៉ុន្តែបើតាមការប្រយុទ្ធជាក់ស្ដែងសិនយន្តគឺអាចយកឈ្នះអាប៉ែហ្នឹងបាន 100% ហើយប៉ុន្តែគ្រាន់តែសិនយន្តគឺຕົកមកឲ្យអាកត់ហ្នឹងតែប៉ុណ្ណោះដោយសារតែវាគឺនៅក្នុងគ្រួសារតកូលធំគូសំអាកត់នោះក៏សរសើរសិនយន្តថាលបងប្រុសលបងប្រុសឲ្យវាកាយមែនតើនេះកំពុងតែដើរតាមផ្លូវជុំគ្នាសោកអាកត់នោះក៏បានស្រែកប្រាប់សិនយន្តថាលបងអាកន្លែងនៅរបស់យើងមិនមែននៅកន្លែងហ្នឹងនោះទេកន្លែងដែលលបងកំពុងតែដើរទៅត្រង់ហ្នឹងកន្លែងហ្នឹងគឺជាអគារកន្លែងអ្នកស្នាក់នៅអ្នកដែលមានថាពលពិសេសកម្រិតសែនខ្ពស់តែប៉ុណ្ណោះសិនយន្តក៏បានតបប្រាប់ទៅកាន់អាកត់ហ្នឹងវិញថាកន្លែងដែលគាត់ស្នាក់នៅក៏នៅក្នុងអគារនឹងដូចគ្នាអាកត់ហ្នឹងបន្ទាប់ពីលឺចឹងក៏ក្បាលឆ្ងល់បងស្រីរបស់វាក៏បានតេះក្បាលវាម្ដាយហើយក៏បានប្រាប់វាថាក្រែងពួកគេទាំងពីរគឺជាសង្សារនឹងគ្នាអីអញ្ចឹងពួកគេទៅស្នាក់នៅជាមួយគ្នាចឹងអីអាកត់ហ្នឹងបន្ទាប់ពីលឺបែបហ្នឹងហើយក៏ចាប់ផ្ដើមយល់ពីស្ថានភាពហើយក៏បានប្រាប់ស៊ីយូជាមួយនឹងសិនយន្តនាំគ្នាទៅសម្រាប់ឲ្យស្រួលបួលទៅបន្ទាប់ពីហ្នឹងពួកគេក៏បានប្រវាយផ្លូវគ្នានៅពេលដែលដើរតាមផ្លូវទៅជាមួយនឹងគ្នាសិនយន្តក៏បានប្រាប់ស៊ីយូថានៅក្នុងយប់នេះពួកគេទាំងពីរនាក់នឹងស្នាក់នៅក្នុងបន្ទប់មួយជាមួយនឹងគ្នាដោយលើកហេតុផលថានឹងបរៀននាងពីរបៀបក្នុងការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពក៏ដូចជាបង្កើនកម្លាំងថាមពលរបស់ខ្លួនឯងអីចឹងទៅបន្ទាប់ពីបានប្រាប់បែបនេះហើយពួកគេក៏បានដើរទៅជាមួយនឹងគ្នាស៊ីយូដែលកំពុងតែដើរខាងក្រោយសម្លឹងមើលទៅកាន់សិនយន្តក៏មានអារម្មណ៍ថាសិនយន្តថ្ងៃនេះដូចជាចម្លែកល្មិចមិនដឹងនោះទេបន្ទាប់មកពួកគេទាំងពីរក៏បានចូលទៅក្នុងបន្ទប់ជាមួយនឹងគ្នាសិនយន្តក៏បានណែនាំនាងអំពីរបៀបក្នុងការប្រើប្រាស់ដបទឹកអំពូលទាំងអស់នេះឲ្យមានប្រសិទ្ធភាពនៅក្នុងការបង្កើននៅកម្រិតថាមពលរបស់ខ្លួនឯងហើយក៏ហាមកុំឲ្យប្រើលើកម្រិតអីសោះដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗប្រាប់ស៊ីយូរួចហើយសិនយន្តក៏បានយកទឹកនឹងមួយបាញ់យកទៅផឹកបន្ទាប់ពីបានផឹករួចសិនយន្តក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្រឡះស្រួលខ្លួនខ្លាំងណាស់ដល់ឡៃស៊ីយូណាវិញក៏សម្លឹងទៅកាន់ផ្ទៃមុខរបស់សិនយន្តក្នុងកសែភ្នែកគឺចម្លែកយកទៅមែនទែនហើយក៏ចាប់ផ្ដើមនឹកគិតកាលពីអតីតកាលកំឡុងពេលដែលសិនយន្តគឺចូលទៅជួយខ្លួនដោយការនោះសម្ដីសម្សៅដែលសិនយន្តនិយាយជាមួយនឹងស៊ីយូគឺល្អខ្លាំងណាស់ហើយថែមទាំង take care នឹងថាទីផងប៉ុន្តែថ្ងៃនេះសិនយន្តដូចជាចម្លែកខ្លាំងម្ល៉េះដូចជាមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹងខណៈពេលនេះកំពុងតែគិតសោកសិនយន្តនៅនោះវិញក៏បានទៅច្បាច់ថ្ពាល់របស់នាងបន្ទាប់មកក៏សត្រុបទៅលើរាងកាយរបស់នាងទាំងមូលមករបស់ពួកគេទាំងពីរគឺសឹងតែប៉ះគ្នាទៅហើយនាងក៏ងាកមកចេញហើយឆ្ងល់ខ្លាំងណាស់មានរឿងអ្វីខុសប្រក្រតីទៅលើសិនយន្តមែនបន្ទាប់មកនាងក៏ប្រាប់ឲ្យសិនយន្តឆាប់ងើបចេញភ្លាមទៅថាធ្វើរឿងផ្ដេសផ្ដាសឲ្យសោះហើយនាងក៏សួរសិនយន្តមិនក៏ក្លិននេះចម្លែកមិនអញ្ចឹងប៉ុន្តែសិនយន្តគឺបានឆ្លើយនាងទេបើជានិយាយប្រាប់នាងថាខ្ញុំគឺចង់ស៊ីនាងស៊ីយូក៏សួរសិនយន្តថាមិនបាននិយាយប្លែកមិនអញ្ចឹងប៉ុន្តែនៅពេលដែលកលេចទៅមើលផ្ទៃមុខរបស់សិនយន្តនៅពេលនេះសិនយន្តគឺបានប្រែកាឡាខ្លាចទៅជាបិសាចបាត់ទៅហើយឃើញបែបនេះស៊ីយូក៏បានស្ទុះងើបមកយ៉ាងលឿនរុញច្រានសិនយន្តហើយក៏ដូចជាបានប្រើថាពលកូនរន្ទះបាញ់សម្ដៅទៅកាន់សិនយន្តឡើងលាន់ពេញហ្នឹងសមាជិកនៃក្រុមរបស់សិនយន្តក្រោយពីឃើញអញ្ចឹងគឺឆ្ងល់មែនតើថាចំពួកគេកំពុងតែធ្វើស្អីគេនៅក្នុងបន្ទប់ហ្នឹងកលេចទៅមើលពួកគេនៅក្នុងបន្ទប់ឯនោះវិញសិនយន្តក៏បានបកស្រាយប្រាប់ស៊ីយូថាខ្លួនគឺគ្រាន់តែធ្វើលេងជាមួយនឹងនាងនោះទេហើយក៏ប្រាប់ឲ្យស៊ីយូខំប្រឹងហ្វឹកហាត់បន្តទៀតទៅដើម្បីបង្កើននៅកម្រិតថាពលរបស់ខ្លួនហើយរូគេគឺសុំចេញទៅក្រៅផ្លេតស៊ីយូនាងក៏បានប្រាប់សិនយន្តផងដែរថាឲ្យប្រយ័ត្នខ្លួនផងពេលចេញទៅកណ្ដាលយប់ចឹងសិនយន្តក៏បានប្រាប់នាងវិញថាមិនអីទេខ្ញុំចេញទៅតែមកផ្លេតនោះទេគ្រាន់តែចេញទៅដើម្បីរកចំណីឆេះបន្តិចបន្តួចចឹងរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលសិនយន្តចេញទៅខាងក្រៅដែលនៅពេលនេះសិនយន្តគឺស្លៀកពាក់បិទឡើងចិត្តឆឹងតែម្ដងដើម្បីបិទបាំងតែសញ្ញាពិតរបស់ខ្លួនមិនឲ្យពីណាគេស្គាល់នោះឡើយបន្ទាប់មកក៏បានប្រើជាមួយដៃស្ដាច់វិសាចរបស់ខ្លួនបញ្ចេញនៅអណ្ដាតភ្លើងពណ៌ខៀវចេញមកដែលអណ្ដាតភ្លើងពណ៌ខៀវមែនទេសិនយន្តគឺទើបតែ Awaken ថ្មីនោះទេហើយថាពណ៌នេះគឺខ្លាំងមែនតើដែលអាចកម្ចាត់ក៏ដូចជាទប់ទល់ជាមួយនឹងពពួកបិសាចដែលមានសមត្ថភាពខ្លាំងជាងសិនយន្តបានកំពុងតែឈោគិតអំពីថាពលអណ្ដាតភ្លើងពណ៌ខៀវនេះសោកសិនយន្តក៏ចាប់បានទទួលអារម្មណ៍សញ្ញាដឹងថានៅពេលនេះគឺកំពុងតែមានស្ដេចបិសាចនេះស្ថិតនៅក្រោមជើងរបស់ខ្លួនដល់អញ្ចឹងគឺមិនអាចបើកថាពលនេះបានយូរទៀតនោះឡើយខ្លាចថាថាពលនេះគឺផ្ដោតសញ្ញាទៅដល់ស្ដេចបិសាចនេះហើយនៅពេលដែលវាចេញមកប្រកាសជាមានរឿងអញ្ញែញជាជាមិនខានបើនៅថាពលអណ្ដាតភ្លើងចេញហើយក៏បានដើរសម្ដៅទៅមុខបន្តទៀតដើរបដាគិតបដាអំពីអ្នកដែលមានថាពលពិសេសប្រយុទ្ធតតាំងជាមួយនឹងពពួកបិសាចបើយើងតាមសមត្ថភាពរបស់ពួកគេបច្ចុប្បន្នគឺវាមិនស័ក្តិសមក្នុងការប្រយុទ្ធជាមួយនឹងពពួកបិសាចដែលកម្រិតសាហាវជាងនឹងទៀតនោះឡើយពពួកសត្វបិសាចត្រឹមតែ level 2ពួកគេគឺកម្ចាត់សឹងតែមិនបានផងហើយពពួកបិសាចមិនមែនមានត្រឹមតែកម្រិត level 2នោះទេគឺមានសាហាវខ្លាំងជាងនឹងទៅទៀតដូច្នេះហើយបើសិនជានៅតែបន្តបែបនេះពិភពលោកប្រកាសជាវិនិច្ឆ័យហិនហោចដោយការពីអតីតកាលជីវិតមុនរបស់ខ្លួនជាមិនខានក្លេមមកខាងនេះវិញយើងក៏បានឃើញបរិមម្នាក់កំពុងតែព្យាយាមបើកភ្នែកយ៉ាងក្នុងឡានមួយហើយនៅពេលដែលបានបើកភ្នែកហើយក៏បានឃើញនៅជនបុកមុខទាំងពីរនាក់កំពុងតែធ្វើការដឹកពួកគេជាច្រើនអ្នកផ្សេងទៀតដែលគោលដៅគឺមិនដឹងថាទៅណានោះទេក្នុងចំណោមទាំងអស់គ្នាដែលត្រូវបានចាត់ចម្រិតហ្នឹងគឺមានតែម្នាក់តែប៉ុណ្ណោះដែលត្រូវបានភ្ញាក់ពីការស្លាប់មុនគេហើយក៏ស្រែកប្រាប់ទៅកាន់អ្នកទាំងពីរដែលនៅខាងមុខថាចង់បានលុយប្រមាណក៏បានដែរឲ្យទៅប្រពដល់លេខរូបគេចេញវិញប៉ុន្តែជនបុកមុខទាំងពីរនាក់នោះក៏មិនខ្វល់នោះឡើយបែរជាវិភាសាគ្នាទៅវិញឆ្ងល់ខ្លាំងណាស់ហើយបានជាម្នាក់ហ្នឹងភ្ញាក់មុនការស្លាប់ទៅវិញជាក់ស្ដែងទៅថ្នាំសម្ដៅរបស់ពួកគេទាំងពីរនាក់គឺចំណាយពេលរហូតដល់3ម៉ោងឯណោះទើបអស់ជាតិថ្នាំប៉ុន្តែម្នាក់ហ្នឹងបែរជាភ្ញាក់មុនការស្លាប់ទៅវិញហើយក៏ចាប់ផ្ដើមដឹងថាម្នាក់ហ្នឹងប្រកាសជាមានសារពិសេសស្ថិតនៅក្នុងខ្លួនជាងហោចណាស់ក៏ខ្ទង់ 80% ដែរទៅបាច់តបទល់ជាមួយនឹងថ្នាំសម្ដៅរបស់ពួកគេបានតបពីដឹងអញ្ចឹងហើយពួកគេទាំងពីរនាក់គឺសប្បាយចិត្តយល់ទៅមែនទែនព្រោះថាលើនេះក៏បានចាប់បានអ្នកដែលមានកម្រិតសែនបិសាចដែលស្ថិតនៅក្នុងខ្លួនកម្រិតខ្ពស់បែបនេះហើយពួកអភិបាលនឹងដឹកពួកមនុស្សដែលមានសែនបិសាចយកទៅលក់ឲ្យគ្រួសារតកូហ្វងដើម្បីទទួលបានប្រាក់កម្រៃហើយក៏សប្បាយចិត្តរំពឹងថាប្រកាសជាលក់បានថ្លៃជាមិនខានដោយសារតែមានអ្នកដែលមានសែនបិ
សាចកម្រិតខ្ពស់នៅក្នុងចំណោមពួកគេទាំងអស់នោះដែរប៉ុន្តែក៏រៀងភ័យខ្លួនខ្លាចថាម្នាក់នឹងគឺអាចប្រើនៅសារពេសាចមួយនឹងបានបើសិនជាអាចប្រើបានរូកេនៅក្នុងឡានប្រកាសជាជាប់ជាមិនខានចំណែកអាកតនោះវិញក៏នៅតែសងវល់ពីក្បាលនឹងប្រាប់ថាដល់លេរូកេទៅព្រោះថារូកេត្រូវមានប្រពន្ធនិងកូនត្រូវមើលថែទៀតហើយរូកេក៏មិនចង់ឲ្យកូនរបស់គេនឹងកើតមកដែលអត់ឲ្យបែបហ្នឹងនោះឡើយប៉ុន្តែពួកពីក្បាលនឹងគឺខ្វល់នោះទេប្រញាប់បើកឡានទៅមន្ទីរពិសោធន៍ឲ្យលឿនខ្លាចថាម្នាក់នឹងគឺអាចអ្វីខាន់ថាពលបានពួកគេទាំងពីរនាក់ប្រកាសជាជាប់ជាមិនខានប៉ុន្តែខណៈពេលដែលបើកសុកក៏ស្រាប់តែមានជនអាចក្បាំងម្នាក់មិនដឹងថាហក់មកពីណាពីណីនោះទេហក់មកសំពងទៅលើឡានរបស់ពួកគេបណ្ដាឲ្យគូតក្រោយគឺបាសតែម្ដងដោយអំណាចថាពលម្នាក់ហ្នឹងគឺសាហាវខ្លាំងមែនតើហើយអ្នកដែលបានវាសន្ទប់ទៅលើឡានមួយហ្នឹងគឺគ្មានពីណាឆ្ងាយទេគឺជាសិនជនរបស់យើងនឹងឯងជនបាត់មុខទាំងពីរនាក់ហ្នឹងឃើញចឹងហើយគឺភ្ញាក់ផ្អើលមែនតើហើយក៏មូម៉ៅផងដែរបន្ទាប់មកគ្នារបស់វាក៏បានប្រាប់គ្នារបស់វាម្នាក់ទៀតថាមើលថែអ្នកក្នុងឡានស្រួលបូកុំឲ្យពួកវារត់គេចចេញទៅណាបានអីសោះហើយតើរូកេទៅកំចាត់អាអ្នកដែលបានស្ទាក់ផ្លូវរបស់ពួកយើងប៉ុន្តែគ្មានទេនិយាយតំផុតពីមាត់ស្រួលបូផងសិនជនក៏បានស្ទុះមកយ៉ាងលឿនវាយទម្លុះកញ្ចក់ទ្វារហើយក៏ចាប់ទាញក្បាលម្នាក់ហ្នឹងក៏វត្តចេញមកក្រៅទៅបុកមួយដើមឈើយ៉ាងពេញទំហឹងអាម្នាក់ហ្នឹងខឹងខ្លាំងមែនតើក៏បានស្រែកប្រាប់ទៅកាន់សិនជនឯងគឺជាអ្នកមករកសេចក្តីស្លាប់ខ្លួនឯងទេក៏មកបន្ទោសយើងឲ្យសោះយើងនឹងបញ្ជូនឯងទៅឋាននរកនិយាយបែបនេះហើយវាក៏បានប្រើជាមួយថាពរន្ទះរបស់វាស្ទុះទៅយ៉ាងលឿនក៏លេចទៅមើលនៅក្នុងឡាននោះវិញអាកប់អ្នកនោះវិញវាក៏បានព្យាយាមដាស់អ្នកដទៃទៀតដើម្បីភ្ញាក់ពីការស្លាប់ប៉ុន្តែទោះបីជាខំប្រឹងដាស់យ៉ាងណាពួកគេទាំងអស់គ្នាហ្នឹងក៏មិនអាចភ្ញាក់ពីការស្លាប់បាននោះដែរអាចជនបាត់មុខនៅក្នុងឡាននោះលឺហើយក៏ថ្លង់ខ្លាំងមែនតើហើយក៏មុំមកយ៉ាងខ្លាំងហើយក៏ខ្លាចថាអាម្នាក់ហ្នឹងគឺអាចដាស់អ្នកដែលស្លាប់ផ្សេងៗទៀតភ្ញាក់មកអញ្ចឹងទៅដូច្នេះហើយវាក៏សម្រេចចិត្តប្រើថ្នាំសន្តំរបស់វាទៅលើអាកប់នឹងម្ដងទៀតហើយទោះបីជាអាកប់អ្នកហ្នឹងព្យាយាមសូមអង្វរខ្លាំងក៏ប៉ុណ្ណាក៏ដោយអាម្នាក់ហ្នឹងក៏នៅតែមិនខ្វល់ហើយក្នុងឡានមួយហ្នឹងក៏ពោពេញទៅដោយថ្នាំសន្តំចេញមកចំហាយយ៉ាងបញ្ញាពេញន័យក៏លេទៅមើលការបញ្ជារបស់សិនយន្តវិញអាម្នាក់នោះវាក៏បានប្រើនៅថាពរន្ទះរបស់វាស្ទុះចូលទៅវាប្រហារទៅកាន់សិនយន្តយ៉ាងលឿនហើយសិនយន្តក៏បានប្រើថាពរអណ្ដាតភ្លើងពណ៌ខៀវទប់ទល់ជាមួយនឹងអាកប់នឹងផងដែរអាចជនបាត់មុខម្នាក់ហ្នឹងគឺសែកសប្បាយចិត្តខ្លាំងមែនទែនគិតថាថាពរអណ្ដាតរបស់ខ្លួនគឺអាចយកឈ្នះថាពររបស់សិនយន្តបានប៉ុន្តែនៅពេលដែលកលេទៅមើលថាពររបស់សិនយន្តដែលប្រើប្រាស់នោះវិញគឺជាថាពរអណ្ដាតភ្លើងពណ៌ខៀវទៅវាក៏ចាប់ផ្ដើមភ័យខ្លាចតែម្ដងហើយក៏បើកភ្នែកឡើងក៏ប៉ុណ្ណាណីជាលទ្ធផលថាពររបស់សិនយន្តក៏បានវាប្រហារទៅលើអាកប់ហ្នឹងគឺបានខ្ទាតនៅចង្អៃណាណីហើយអាម្នាក់ហ្នឹងវាក៏បានស្រែកថាថាពររបស់សិនយន្តគឺជាប្រភេទថាពរពិសេសកលេទៅមើលដៃរបស់អាកប់ហ្នឹងវិញដែលទប់ទល់ជាមួយថាពរអណ្ដាតភ្លើងពណ៌ខៀវរបស់សិនយន្តដៃរបស់វានៅពេលនេះគឺប្រែទៅជាលួយក្រហមឡើងឆ្អិនឆ្អៅហើយក៏ស្រែកពោពេញទៅដោយការឈឺចាប់ថាដៃរបស់ខ្ញុំហើយក្នុងចិត្តរបស់វាក៏ឆ្ងល់ខ្លាំងមែនទែនឆ្ងល់ថាសិនយន្តគឺជានរណាកែឲ្យប្រកាសហើយហេតុអ្វីបានជាសិនយន្តមានថាពរអណ្ដាតភ្លើងពណ៌ខៀវស្ថិតនៅក្នុងខ្លួនដោយឡែកសិនយន្តក៏គ្មានការអ្វីទាំងអស់ដែលសម្ដៅទៅរកអាកប់ហ្នឹងឃើញហើយក៏ចាប់ផ្ដើមភ័យខ្លាចហើយក៏ឆ្ងល់ខ្លាំងទៀតថាហេតុអ្វីបានជាថាពររបស់វាមិនអាចវាប្រហារនិងធ្វើស្អីទៅលើសិនយន្តកើតអញ្ចឹងនៅពេលដែលសិនយន្តដើរកាន់តែដល់អាកប់ហ្នឹងក៏កាន់តែភ័យហើយក៏បានប្រាប់ទៅកាន់សិនយន្តថាខ្ញុំគឺដឹងថាឯងប្រកាសជាចង់ជួយសង្គ្រោះអ្នកដែលនៅក្នុងឡានជាមិនខានប៉ុន្តែអ្នកនៅក្នុងឡានហ្នឹងគឺសុទ្ធតែជាអ្នកដែលមានសារវិសាចនៅក្នុងខ្លួនដូច្នេះហើយពួកយើងគឺគ្រាន់តែដឹកពួកអស់ហ្នឹងចេញពីទីក្រុងតែប៉ុណ្ណោះខ្លាចថាពួកអស់ហ្នឹងបើខិនថាពលវិសាចប្រែខ្លួនខ្លាចជាវិសាចនឹងវាប្រហារទៅកាន់មនុស្សនៅក្នុងទីក្រុងប៉ុន្តែសិនយន្តគឺជឿទេជន់ក្បាលរបស់វាប្រអប់ទៅនឹងដីប្របាច់នៅស្រោមមុខខ្ទេចហើយនិយាយទៅកាន់អាកប់ហ្នឹងថាឯងគិតថាយើងគឺមិនដឹងមែនទេពួកឯងគឺចាប់ពពួកមនុស្សដែលមានសារវិសាចយកទៅលក់ឲ្យគ្រួសារតកូហ្វងហើយបំបិតនៅការបាត់ខ្លួនរបស់ពួកគេដោយចោទថាពួកគេបានស្លាប់ដោយសារតែពពួកវិសាចស៊ីអាកប់ហ្នឹងបន្ទាប់ពីលឺចឹងហើយក៏គ្មានអីបកស្រាយជាមួយសិនយន្តនោះទេដោយសារតែសិនយន្តគឺនិយាយចង់ចំណុចអស់លេងហើយក៏សួរទៅកាន់សិនយន្តថាឯងគឺជានរណាកែប្រកាសហេតុអ្វីបានជាដឹងរឿងរបស់ពួកយើងអញ្ចឹងសិនយន្តក៏មិនឆ្លើយសំណួររបស់វានោះទេជន់ក្បាលរបស់វាថែមហើយក៏សួរវាថាកន្លងមកហ្នឹងឯងគឺបានចាប់ពពួកមនុស្សទាំងអស់ហ្នឹងស្រុតទៅប្រមាណអ្នកហើយអាកប់ហ្នឹងមិនឆ្លើយសំណួររបស់សិនយន្តនោះទេនិយាយបកទៅកាន់សិនយន្តវិញពួកអស់ហ្នឹងមិនជាមនុស្សស្លូតត្រង់នោះទេគឺជាមនុស្សដែលសមនឹងស្លាប់ដោយសារតែពួកវាមានសែនពពួកបិសាចស្ថិតនៅក្នុងខ្លួនដូច្នេះហើយមនុស្សទាំងអស់នេះគឺសមតែស្លាប់សិនយន្តលឺហើយមូម៉ៅខ្លាំងមែនទែនជន់ក្បាលរបស់វាថែមហើយក៏សម្លុតវាថាឆាប់ឆ្លើយសំណួររបស់យើងភ្លាមបើមិនឆ្លើយនេះទេយើងនឹងជន់បបាយក្បាលរបស់ឯងស្លាប់រឿងរបស់យើងសូមស្រេចតែនេះសិនទីទៀតខ្ញុំនឹងចេញវីដេអូថ្មីហើយសូមទោសអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលខ្ញុំបាត់មុខយូរហើយក្រោះចេញវីដេអូអីចឹងហើយមូលហេតុក៏ដោយសារតែ YouTube ហ្នឹងវាធ្វើទុកខ្លាំងពេក channel YouTube របស់ខ្ញុំអាមុនគឺចប់ video content ហើយប្រហែលថ្ងៃមុនហ្នឹង YouTube គឺ remove channel របស់ខ្ញុំចោលទៀតដល់អញ្ចឹងទៅក៏ពិបាកដែរអូខេចាំជួបគ្នាវីដេអូក្រោយ